ចាពុកម៉ែបងប្អូនទាំងអស់គ្នានិយាយពីថាដល់តាថាធ្វើមហូបតរតថ្ងៃពេលអញ្ចឹងទៅក៏ពិបាកក្នុងការតរនឹកធ្វើមហូបនឹងដែរព្រោះអីថាមួយថ្ងៃនេះការធ្វើមហូបរបស់យើងម្នាក់និយាយថាពិបាកគិតមែនតែបើសម្រាប់បងប្អូនពុកម៉ែវិញខ្ញុំមិនដឹងដែរតែបើសម្រាប់ខ្ញុំវិញគេរិះរកក្នុងការរកធ្វើមហូបមួយថ្ងៃនឹងធ្វើមិនឲ្យបានញ៉ាំឆ្ងាញ់ឲ្យបានមានជាតិវីតាមីនចូលក្នុងខ្លួនយើងត្រូវការជីវជាតិយកទៅចិញ្ចឹមរាងកាយរបស់យើងដែរណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបានថាការធ្វើម្ហូបប្រចាំថ្ងៃរបស់យើងម្នាក់ហ្នឹងគឺវាសំខាន់ណាស់សម្រាប់ជីវិតយើងប្រចាំថ្ងៃព្រោះថាការធ្វើម្ហូបនេះមិនមែនចេះតែធ្វើឲ្យតែបានតែរួចតែពីដៃទេយើងត្រូវរិះរកក្នុងថ្ងៃនេះយើងត្រូវញ៉ាំបន្លែមុខនេះយើងលាយមុខនេះឲ្យវាមានគ្រប់មុខដើម្បីវាមានជីវជាតិជាតិវីតាមីនណាក្នុងបន្លែហ្នឹងបងប្អូនដើម្បីយកទៅចិញ្ចឹមក្នុងរាងកាយរបស់យើងព្រោះអីរាងកាយរបស់យើងវាត្រូវការចាំបាច់ណាស់នៅសារធាតុនៅរូបធាតុបឋមមួយមុខព្រោះអីក្នុងបន្លែបកាមួយមុខហ្នឹងវាអត់មានជីវជាតិវាអត់មានជាតិវីតាមីនដូចគ្នាទេគឺវីតាមីនគឺវាមានខុសគ្នាណានិយាយឲ្យចំទៅខ្ញុំគិតប៉ុណ្ណឹងហើយខ្ញុំនៅខ្វះជាតិវីតាមីនទៀតណាចាខ្ញុំនៅខ្វះវីតាមីននៅក្នុងខ្លួនរបស់ខ្ញុំទៀតពុកម៉ែបងប្អូនហើយនិយាយពីថាបន្លែបកាគ្រប់មុខប៉ុណ្ណឹងហើយរាល់ថ្ងៃហ្នឹងផ្លាស់ប្ដូរញ៉ាំញឹកញាប់រាល់ថ្ងៃចាមិនចេះតែញ៉ាំដដែលទេអញ្ចឹងបានថាសុខភាពរាងកាយនេះវាសំខាន់ណាស់សម្រាប់យើងរស់នៅប្រចាំថ្ងៃបើយើងអត់គិតពីសុខភាពរាងកាយរបស់យើងក៏អត់កើតដែរព្រោះអីនៅពេលខ្លះអ្នកខ្លះអត់យល់ទេដឹងតែថាខ្លួនឯងកើតមកហើយមិនបាច់ចាំញ៉ាំអីច្រើនមុខទេញ៉ាំតែបាយម្ហូបស្លដូចថាអណ្ដែតអញ្ចឹងទៅហើយបន្លែអីក៏មិនបាច់ទៅចាំបាច់រើសយកបន្លែអីយកមកលាយអីបានគ្រប់មុខមិនជ្រើសញ៉ាំជារៀងរាល់ថ្ងៃចឹងដែរអ្នកខ្លះគិតអញ្ចឹងមែនតាពុកម៉ែបងប្អូនព្រោះអីគិតអត់ដល់ហ៎តោះថាបានចូលពេទ្យចូលអីចឹងទៅពេលណាពេទ្យគាត់បញ្យល់ប្រាប់ចឹងទៅបានគាត់នឹងដឹងខ្លួនគាត់ភ្ញាក់ខ្លួនចឹងណាអ្នកខ្លះអត់យល់ទេស្មានថារាងកាយយើងកើតមកហើយយើងបានមិនចាំបាច់ញ៉ាំអីទៀតទេតទៅពេលឈឺចូលពេទ្យបានដឹងខ្លួនព្រោះអីនៅពេលដែលយើងចូលពេទ្យគាត់បញ្យល់ពេលបញ្យល់ទៅភ្ញាក់ខ្លួនព្រឺតអូរាងកាយរបស់យើងម្នាក់ចាំបាច់មែនតែនព្រោះអីយើងមិនមែនយើងមានមាត់ហើយក្នុងខ្លួនរបស់យើងអត់ញ៉ាំអ្វីចូលក្នុងខ្លួននោះក៏កើតដែរព្រោះអីខ្លួនរបស់យើងចាំបាច់ណាស់វាត្រូវការអាហារូបត្ថម្ភជារៀងរាល់ថ្ងៃដើម្បីចិញ្ចឹមរាងកាយនៅក្នុងសរីរាង្គផងយើងនឹងឲ្យវាលូតលាស់ដើម្បីឲ្យវាឈ្នះជំងឺបងប្អូនបើសិនជាកោសិកាសរីរាង្គនៅក្នុងរាងកាយរបស់យើងហ្នឹងបងប្អូនបើសិនជាវាងាប់វាអត់លូតលាស់វាធ្វើឲ្យយើងនឹងចាញ់ជំងឺបងប្អូនចាញ់ជំងឺហើយជំងឺអ្វីដែលថាវាបំរុងថាវាមកបុករុកជាមួយនឹងខ្លួនប្រាណរបស់យើងគឺវាចូលទៅគឺកោសិកាយើងនឹងអត់អាចប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគនឹងបានទេអញ្ចឹងហើយបានធ្វើឲ្យយើងឈឺចាពេលវាធ្វើឲ្យយើងឈឺអញ្ចឹងអាចជំងឺតូចមកតាមជំងឺតូចទៅជំងឺធំមកតាមជំងឺធំទៅយើងមើលអត់ឃើញទេព្រោះអីអាចជំងឺបាក់តេរីនេះគឺយើងមើលអត់ឃើញនឹងភ្នែកទេអញ្ចឹងហើយយើងចាំបាច់ត្រូវតែថែរក្សារាងកាយរបស់យើងឲ្យរឹងមាំចាឲ្យរឹងមាំឡើងកម្លាំងក៏រឹងមាំសុខភាពរាងកាយនឹងក៏រឹងមាំទៅវាធ្វើឲ្យយើងក៏ឈ្នះជំងឺដែរចាពុកម៉ែបងប្អូនអរគ្នានិយាយទៅបើសិនជារាងកាយរបស់យើងសុខភាពរបស់យើងល្អប្រពៃឡើងគឺយើងអត់សូវឈឺទេដល់បើសិនជាយើងបដ ாய் ពុកម៉ែបងប្អូនបើសិនជាយើងបដ ாய் ពេលយើងចាស់ទៅអាយុ50អត់ទាន់ទេចាប់ផ្ដើមឈឺទ្រុនទ្រាអស់ហើយមួយយើងសង្កេតមើលទៅលើប្រជាពលរដ្ឋខ្មែររបស់យើងពុកម៉ែបងប្អូនអរគ្នាចាអានេះខ្ញុំសង្កេតមើលខ្លួនឯងណាឲ្យតែពេលចាស់ទៅអាយុ50វិញចាប់ពី50ទៅគឺចាប់ផ្ដើមទ្រុឌទ្រោមហើយអញ្ចឹងហើយគឺមកពីសុខភាពរាងកាយដែលគាត់អត់បានថែអញ្ចឹងបានគេឲ្យថែសុខភាពឲ្យមែនតែនពុកម៉ែបងប្អូននឹងហើយអញ្ចឹងបានថាសុខភាពសំខាន់ណាស់តែយើងឈឺយើងយកលុយឲ្យពេទ្យហើយតែបើយើងញ៉ាំគ្រប់ជីវជាតិគ្រប់រសជាតិចូលទៅក្នុងរាងកាយរបស់យើងគឺយើងឈ្នះជំងឺនិងឈ្នះអ្វីទាំងអស់យើងអាចប្រកបការងាររកស៊ីអ្វីក៏បានរលូនវាអត់មានស្មុគស្មាញនៅក្នុងខួរក្បាលរបស់យើងហើយថ្ងៃនេះដែរខ្ញុំក៏បានស្ងោរស៊ុបឆ្អឹងជំនីជ្រូកម្ដងពុកម៉ែបងប្អូនព្រោះថាស្ងោរស៊ុបនេះវាសំខាន់សម្រាប់រាងកាយរបស់យើងខ្លាំងណាស់យើងមិនអាចញ៉ាំស្លដូចថាជាឆាចៀនអីចឹងណាវាដដែលញាប់បានទេអញ្ចឹងយើងត្រូវតែស្ងោរម្ដងឬក៏ពីរដងអីចឹងទៅប៉ុន្តែស្ងោរវគ្គនេះខ្ញុំ
បានស្ងោរជាមួយនឹងឆ្អឹងជំនីជ្រូកឆ្អឹងជំនីហ្នឹងខ្ញុំយកឆ្អឹងជំនីត្រនងខ្នងពុកម៉ែបងប្អូនចាឆ្អឹងជំនីត្រនងខ្នងហ្នឹងវាសម្បូរសាច់ហើយទៅឆ្អឹងកន្លែងហ្នឹងគឺវាមានជាតិវីតាមីនច្រើនដែរចាហើយវាអត់មានខ្លាញ់មានអីទេឆ្អឹងជ្រូកកន្លែងហ្នឹងចាហើយចឹងទៅខ្ញុំក៏បានយកមកស្ងោរយកមកអីលាយបន្លែឲ្យបានគ្រប់មុខចឹងមកហើយស្ងោរពុកម៉ែបងប្អូនដឹងហើយដាក់តាមរសជាតិនៅចំណង់ចំណូលចិត្តរបស់យើងម្នាក់ទៅអ្នកណាចង់សាបចង់ប្រៃចង់ផ្អែមទៅចាហើយខ្ញុំចូលចិត្តតែរៀងសាបទេផ្ទះរបស់ខ្ញុំហ៎ចំណែកអំបិលហើយនឹងស្ករហ្នឹងគឺផ្ទះរបស់ខ្ញុំអត់សូវប្រើទេប្រើដែរតែដាក់តិចពុកម៉ែបងប្អូនអត់មានដាក់លោបលុនដូចផ្ទះគេខ្លះគេចូលចិត្តអូយញ៉ាំផ្អែមមែនតែនហើយនឹងប្រៃហ្នឹងចាពីមុនហ្នឹងខ្ញុំក៏ញ៉ាំប្រៃដែរខ្ញុំចូលចិត្តប្រៃហើយនឹងផ្អែមប្រៃណាពុកម៉ែបងប្អូនចាតែតាំងពីឃើញគេឈឺគ្រប់គ្នាពេកនៅស្រុកខ្មែរយើងភាគច្រើនគឺទឹកនោមផ្អែមហើយនឹងកើតទឹកនោមប្រៃពុកម៉ែបងប្អូនដែលលឺទឹកនោមប្រៃចានេះដោយសារតែយើងញ៉ាំប្រៃខ្លាំងពេកវាបកយូរទៅវាធ្វើឲ្យយើងកើតជំងឺទឹកនោមប្រៃវាអត់មានផ្អែមតែយើងញ៉ាំប្រៃខ្លាំងវាធ្វើឲ្យយើងកើតទឹកនោមប្រៃហើយពុកម៉ែបងប្អូនហើយបើយើងញ៉ាំស្ករខ្លាំងវាធ្វើឲ្យយើងកើតទឹកនោមផ្អែមចានិយាយរួមទៅរសជាតិពុកម៉ែបងប្អូនចាសុំនាំគ្នាបថយកាត់បថយផ្អែមប្រៃនឹងខ្លះទៅពុកម៉ែបងប្អូនចាពួកអីជំងឺនៅពេលដែលចូលខ្លួនយើងហើយពិបាកក្នុងការមើលណាបើសិនជាតិចអត់អីណាពុកម៉ែបងប្អូនយើងអាចមើលតាន់ពេលវេលាគឺវាអត់អីទេប៉ុន្តែបើសិនជាយើងអត់ដឹងខ្លួនវាកើតណានៅពេលដែលវាកើតពេលដែលយើងទៅមើលទៅឃើញកើតជំងឺហ្នឹងតែម្ដងអញ្ចឹងអាហ្នឹងយើងពិបាកក្នុងការព្យាបាលហើយសូម្បីតែការញ៉ាំហ្នឹងក៏ពិបាកក្នុងការញ៉ាំរបស់យើងដែរចាយើងធ្លាប់ញ៉ាំអូយករសជាតិឆ្ងាញ់ស្រាប់តែដល់ពេលគេឲ្យយើងមកញ៉ាំសាបញ៉ាំអីយើងអត់ចេះណាអញ្ចឹងយើងម្នាក់គួរតែរៀនកាត់បន្ថយហើយរៀនបន្ថយដោយខ្លួនឯងតែម្ដងចារៀនបន្ថយដោយខ្លួនឯងតិចម្ដងទៅយូរទៅធ្លាប់ហើយខ្ញុំនេះកាលពីដំបូងហ្នឹងក៏ពិបាកក្នុងការញ៉ាំដែរពុកម៉ែបងប្អូនពិបាកញ៉ាំមែនតែនចារឿងសាបហ្នឹងប៉ុន្តែញ៉ាំយូរទៅធ្លាប់តែម្ដងចាហើយវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយដែរខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like និងជួយចុច subscribe វីដេអូរបស់ខ្ញុំផងចាសូមអរគុណច្រើននិងសូមជម្រាបលាបងប្អូនទាំងអស់គ្នា